អង្គរអ្នកអាចបិទភ្នែកខ្ញុំឃើញអង្គរនឹងស្លាប់នេះជាឃ្លាដែលមហេសីខ្ញុំនឹងខ្ញុំបានមានបន្ទូលនៅខែមីនាឆ្នាំ1973ពេលដែលកំពុងយាងឆ្ពោះទៅកាន់តំបន់រំដោះនៅកម្ពុជាតាមផ្លូវលំហូជីមិញសង្គ្រាមដែលគ្មានមេត្តាមួយបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅប្រទេសរបស់យើងកងអាកាសចរអាមេរិកកាំងដែលបញ្ឈប់លែងទៅទម្លាក់គ្រាប់បែកលើផ្លូវលំហូជីមិញនិងភាគដែលសេសសល់នៃប្រទេសវៀតណាមបានទទួលបញ្ជាឲ្យប្រើប្រាស់មធ្យោបាយដែលមានទាំងអស់មកប្រឆាំងនឹងកងទ័ពរបស់ចលនាតស៊ូនឹងប្រទេសកម្ពុជាវិញលើកលែងតែទីក្រុងសំខាន់ៗដែលកាន់កាប់ដោយពួកលន់នល់ដំណើររបស់ខ្ញុំតាំងពីដើមរហូតដល់ចុងផ្លូវលំហូជីមិញដោយឆ្លងកាត់ប្រទេសវៀតណាមខាងជើងនិងប្រទេសឡាវនោះរួមមានជួរភ្នំអាណាមដ៏ល្បីល្បាញនិងប្រកបដោយទេសភាពដ៏ល្អបំផុតដែលមានសភាពស្ងប់ស្ងាត់សុខសាន្តគ្មានប្រទះរឿងហេតុអ្វីឡើយយូរម្ដងយន្តហោះសង្កេតការណ៍ឬយន្តហោះប្រដេញរបស់សហរដ្ឋអាមេរិកបានហោះហើរពីលើក្បាលយើងប៉ុន្តែយន្តហោះទាំងនេះលែងមានពឹសទៀតហើយតាំងពីមានកិច្ចព្រមព្រៀងក្រុងប៉ារីកាលពីពេលថ្មីមកលេដឹកថហងរីគីសង្គ័រជាជ័យលាភីនៃរង្វាន់ Nobel សន្តិភាពនៅពេលខាងមុខប៉ុន្តែទាហានរបស់វៀតណាមម្នាក់បានត្រូវស្លាប់ដើម្បីរក្សាសន្តិសុខខ្ញុំក្រុមរបស់គាត់កំពុងដើរនាំមុខក្បួនរថយន្តរបស់វៀតណាមដែលដឹករូបខ្ញុំនោះមានភារកិច្ចរាវរកមីននិងគ្រឿងផ្ទុះផ្សេងទៀតដែលកងអាកាសចរអាមេរិកកាំងបានចាក់បង្ហូររាយតាមផ្លូវលំនេះវត្ថុអនុស្សាវរីយ៍ដែលបណ្ដាលឲ្យស្លាប់មួយក្នុងចំណោមវត្ថុអនុស្សាវរីយ៍ដែលបណ្ដាលឲ្យស្លាប់របស់លោកអ៊ុំសាំជាតួអង្គដែលគេហៅសម្រាប់ចំអកពេបជ្រាយឲ្យសហរដ្ឋអាមេរិកដែលទាញចេញពីតួអក្សរ USAM United States of America បានផ្ទុះឡើងដោយសម្រាប់ជនអភ័ព្វនេះនៅលើទឹកដីខ្មែរយើងគ្មានស្គាល់អ្វីក្រៅតែពីការទម្លាក់គ្រាប់បែកនិងការបាញ់រះដោយកាំភ្លើងយន្តដ៏សាហាវ24ម៉ោងលើ24ម៉ោងពីកងអាកាសចរលោក Nixon ប៉ុណ្ណោះប៉ុន្តែដោយភ័ព្វល្អសកម្មភាពទាំងនេះពុំមានប្រសិទ្ធភាពឡើយលោកខៀវសំផនដែលហែហោមដោយលោកហ៊ូនឹមអៀងសារីសុនសេននិងសាឡុតសជាអនាគតប៉ុលពតបានថ្វាយមហេសីខ្ញុំនិងខ្ញុំនៅអំណោយដ៏អស្ចារ្យមួយគឺដំណើរទៅកាន់អង្គរតាមខេត្តស្ទឹងត្រែងព្រះវិហារកំពង់ធំនិងសៀមរាបជាខេត្តដែលរំដោះបានដោយងាយស្រួលឃើញអង្គរនឹងស្លាប់មែនហើយដោយដែលកវីម្នាក់បានសរសេរលើសិលាចារឹកសម័យអង្គរមួយយ៉ាងត្រឹមត្រូវថាអ្នកអាចបិទភ្នែកខ្ញុំប៉ុន្តែរូបរាងប្រាសាទដ៏ស្រស់ឆើតនេះនឹងមិនឃ្លាតចេញពីគំនិតរបស់ខ្ញុំមួយនាទីណាឡើយកវីសម័យអង្គរជាអ្នកស្រឡាញ់ជាប់ចិត្តទេពអប្សរមួយអង្គដែលជាស្ត្រីរបាំរបស់ទេវតាជនជាតិខ្មែរគ្រប់រូបសុទ្ធតែបង្ហាញទឹកចិត្តស្រឡាញ់ប្រាសាទអង្គរពួកគេចូលចិត្តនិយាយហែកហួរគ្នាទៅវិញទៅមកនិងបែកបាក់ជាបកពួកនីមួយចូលចិត្តមានទង់ជាតិផ្ទាល់របស់ខ្លួនហៅថាទង់ជាតិដែរប៉ុន្តែអង្គរវត្តដែលជារតនវត្ថុដ៏បរិសុទ្ធជាងគេនៅតែឆ្លាក់ជាប់ក្នុងបេះដូងគំនិតនិងលើគ្រប់ទង់ជាតិរបស់ពួកខ្មែរសរាជានិយមអព្យាក្រឹតនិយមពួកខ្មែរខៀវពួកសាធារណរដ្ឋនិយមស្និទ្ធអាមេរិកកាំងស្និទ្ធលោកសេរីពួកខ្មែរក្រហមស្និទ្ធចិននិងពួកខ្មែរកុម្មុយនីសស្និទ្ធវៀតណាមស្និទ្ធសូវៀតជានិច្ចវាមានការភ័ន្តច្រឡំមួយនៅប្រទេសក្រៅភាគច្រើនអំពីរឿងអង្គរដែលនៅតែដក់ជាប់ក្នុងអារម្មណ៍គេយ៉ាងគួរឲ្យឆ្ងល់ពួកគេភ័ន្តច្រឡំពាក្យអង្គរយ៉ាងខ្លីនិងអង្គរវត្តតែប៉ុណ្ណឹងពាក្យអង្គរយ៉ាងខ្លីនេះមានន័យថាជាទីប្រជុំប្រាសាទផ្នែកព្រហ្មញ្ញសាសនាហិណ្ឌូពុទ្ធសាសនាទាំងមូលនៅខេត្តសៀមរាបដែលរួមមានចំនួនប្រាសាទប្រហែល300និងបូជនីយដ្ឋានបុរាណផ្សេងទៀតដែលកសាងដោយព្រះរាជាទាំងឡាយនិងប្រជារាស្ត្រខ្មែរនៅចន្លោះសតវត្សទី9និងទី13នៃសម័យគ្រិស្តសាសនាចំពោះអ្វីដែលតាក់ទងនឹងទីប្រជុំនៃបូជនីយដ្ឋានជាប្រវត្តិសាស្ត្រនិងបុរាណវត្ថុនេះគឺមានលក្ខណៈដូចគ្នានឹងសម័យរ៉ូមឬអាតែនដែរអង្គរវត្ត
ជាឈ្មោះនៃប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនរបស់អង្គរដែលមានគេតនាមល្បីសុសសាយនិងដែលគេស្គាល់ខ្លាំងជាងគេគឺជាប្រាសាទនៃទីក្រុងអាតែនប៉ុន្តែនេះគ្រាន់តែជាប្រាសាទមួយក្នុងចំណោមប្រាសាទផ្សេងៗនៅអង្គរប៉ុណ្ណោះដោយសារពួកខ្មែរក្រហមដែលមានខៀវសម្ផននាំមុខខ្ញុំអាចបានទតឃើញអង្គរម្ដងទៀតនៅខែមីនាឆ្នាំ1973ហើយវងយន្តហោះរបស់អាមេរិកកាំងនិងលន់ណុលពុំអាចសម្រេចជោគជ័យធ្វើឲ្យខ្ញុំសុគតបានឡើយខ្ញុំអាចទៅទស្សនាប្រាសាទទាំងឡាយដែលខ្ញុំចូលចិត្តជាងគេគឺមានប្រាសាទអង្គរវត្តបាយ័ននិងបន្ទាយស្រីនៅចំនួននោះវត្តព្រះពុទ្ធសាសនា2ដែលនៅអមសងខាងប្រាសាទអង្គរវត្តសុទ្ធតែត្រូវគេបញ្ចេញព្រះសង្ឃនិងប្រជាពលរដ្ឋដទៃទៀតចេញអស់ទៅហើយខៀវសំផនបានបំភ្លឺប្រាប់ខ្ញុំថាអង្គរវត្តមិនត្រូវឲ្យអ្នកណាកាន់កាប់ក្រៅពីពួកយោធាឡើយពីព្រោះវានៅគៀកសមរភូមិពេកគឺជារឿងពិតព្រះសង្ឃពុទ្ធសាសនាទាំងអស់បានគង់នៅតាមភូមិនានាឆ្ងាយពីរណសេរីហើយរឿងនេះពុំពិតប្រាកដទេតាមពួកអ្នកភៀសខ្លួនខ្មែរខ្លះដែលរស់នៅបរទេសបានឲ្យដឹងថាតាំងពីជំនាន់នោះម្លេះពួកខ្មែរក្រហមបានតម្រូវឲ្យព្រះសង្ឃទាំងអស់សឹកចេញពីភេទជាបុព្វជិតដើម្បីប្រែក្លាយខ្លួនទៅជាកសិករសាមញ្ញវិញនៅឆ្នាំ1976គេកម្រឃើញមានព្រះសង្ឃណាស់នៅប្រទេសកម្ពុជាក្នុងដំណើរទស្សនារបស់ខ្ញុំជុំវិញបឹងទន្លេសាបខ្ញុំបានទតឃើញព្រះសង្ឃតែមួយអង្គប៉ុណ្ណោះគឺព្រះអង្គបានចូលរួមក្នុងការកសាងទំនប់ទឹកមួយក្នុងបរិវេណអង្គរព្រះវិហារនិងវត្តអារាមនានាសុទ្ធតែស្ងាត់ជ្រងំគ្មានឃើញដូនជីតាជីនិងព្រះសង្ឃឡើយព្រះពុទ្ធបដិមាទាំងតូចទាំងធំភាគច្រើនក៏ត្រូវរលាយបាត់អស់ដូចគ្នាក្នុងប្រាសាទអង្គរវត្តដ៏ធំសម្បើមរូបចម្លាក់ព្រះពុទ្ធទាំងតូចទាំងធំនៃសម័យកាលខុសៗគ្នាដែលត្រូវគេប្រមូលបញ្ចូលទៅដាក់ពេញក្នុងបន្ទប់តូចវែងខាងក្នុងនោះនៅពេលនេះមានសភាពទទេស្អាតនិងស្ងាត់ឈឹងភាពយន្តឯកសារមួយដែលថតដោយពួកចិនសម្រាប់ផលប្រយោជន៍ខ្មែរក្រហមនោះបានថតឲ្យឃើញបន្ទប់តូចវែងនេះដែលត្រូវគេប្រែក្លាយឲ្យទៅជាបន្ទប់បង្រៀនពីយុទ្ធវិធីសម្រាប់កម្មាភិបាលខ្មែរក្រហមវិញគឺប្រហែលនៅចុងបញ្ចប់នៃសង្គ្រាមនាខែមីនាឆ្នាំ1975ខ្ញុំឡើងទៅដល់កំពូលខ្ពស់បំផុតនៃប្រាង្គប្រាសាទនៅលើកំពូលកណ្ដាលខ្ញុំបានទតឃើញរូបចម្លាក់ពាក់កណ្ដាលខ្លួនរបស់ព្រះពុទ្ធដែលបាត់អស់ប្រកេះនៅរាយពាសពេញលើដីពួកខ្មែរក្រហមដែលជាបពួកអ្នកប្រមាថព្រះបានកាត់ប្រកេះព្រះបដិមាដោយកាប់និងពូថៅខ្ញុំព្រួយព្រះទ័យយ៉ាងជ្រាលជ្រៅអំពីរឿងនេះប៉ុន្តែខ្ញុំពុំមែនស្ថិតនៅចុងបំផុតនៃការព្រួយព្រះទ័យរបស់ខ្ញុំឡើយនៅប្រាសាទបាយ័នដែលជាប្រាសាទដ៏ល្អឆើតឆាយនិងដ៏សំខាន់ជាងគេបន្ទាប់ពីប្រាសាទអង្គរវត្តព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃពីរនៃសម័យក្រោយអង្គរបានត្រូវគេវាយបំផ្លាញបំបែកទៅជាដុំនិងដេកដួលលើដីព្រះកេសបាក់បែកដូចមនុស្សប្រុសស្រីដែលដួលរលំដួលក្រោមថ្មោងរបស់អង្គការដែរនៅពេលនោះខ្ញុំនឹកឃើញទៅដល់អ្វីដែលលោកស្រីតាល់បានទូលប្រាប់ខ្ញុំនៅប្រាសាទខេមរិននាយប់មួយថាក្នុងសហករណ៍របស់ខ្ញុំមានវត្តមួយដែលគេលែងប្រើការបានត្រូវគេប្រែក្លាយឲ្យទៅជាជង្រុកដាក់ស្រូវវិញពួកកញ្ញាខ្មែរក្រហមបានរករឿងព្រះពុទ្ធបដិមាទាំងតូចទាំងធំដោយមុននឹងបំបាក់ព្រះកេសនិងបំបែកឲ្យទៅជាកំទេចកំទីកញ្ញាសម្បុរខ្មៅទាំងនេះបានជេរប្រមាថព្រះសម្មាសម្ពុទ្ធថាឯងគឺជាមនុស្សដ៏ចង្រៃម្នាក់ធម៌របស់ឯងចំណេះវិជ្ជានិងទ្រឹស្ដីរបស់ឯងគឺជាអាភៀនមួយគួរឲ្យស្អប់ខ្ពើមដែលក្តោបក្តាប់ប្រជាជនខ្មែរឲ្យស្ថិតនៅក្នុងភាពល្ងងខ្លៅនិងភាពក្រីក្រតោកយ៉ាកក្នុងរយៈពេលជាច្រើនឆ្នាំមកហើយដោយគ្រោះល្អអង្គការបដិវត្តរបស់យើងបានកើតឡើងនិងបានផ្ដួលឯកឲ្យធ្លាក់ពីលើបល្ល័ង្កដោយរំដោះបានជាមួយគ្នានៅប្រជាជនជាម្ចាស់ទឹកម្ចាស់ដីដែលអំណេះតទៅគឺជាម្ចាស់នៃជោគវាសនារបស់ខ្លួនផ្ទាល់យើងដែលជាកូនរបស់អង្គការយើងនឹងកំទេចឯងនៅក្រោមបាតជើងរបស់យើងដោយសត្វល្អិតចង្រៃមួយអញ្ចឹងរជ្ជកាលអន្តការនិយមរបស់ឯងគឺចប់ហើយពីជំនាន់មួយទៅជំនាន់មួយនិងរហូតដល់ទីបញ្ចប់នៃផែនដីប្រជាជនកម្ពុជានឹងប្រតិចផ្ដាសាឯងជានិច្ច
ខ្ញុំបានសួរកម្មាភិបាលប្រចាំសៀមរាបដែលតាមអមដំណើរខ្ញុំថាហេតុអ្វីបានជាគេវាយកំទេចព្រះពុទ្ធបដិមាធំទាំងពីរចោលដោយមានអាការៈទើសទាល់ខ្លះគាត់បានទូលឆ្លើយដោយគ្មានភាពប្រកបក្នុងចិត្តថាគឺយន្តហោះនៃកងអាកាសចររបស់សហរដ្ឋអាមេរិកទេដែលបានទម្លាក់គ្រាប់បែកនិងបំផ្លាញរូបព្រះពុទ្ធបដិមានេះគឺជាការភូតកុហកមួយលើគោកពេកពីព្រោះដើមឈើទាំងឡាយដែលមានអាយុ200ឆ្នាំហើយដែលបិទបាំងរូបចម្លាក់ធំទាំងពីរគ្មានខូចខាតបន្តិចណាសោះគ្មានទាំងបាត់បង់ស្លឹកមែករបស់វានិងពុំមានស្នាមរយះរយែងនៅលើដើមរបស់វាផងទេគ្មានយន្តហោះណាមួយទោះជាវាមានលក្ខណៈពិសេសយ៉ាងណាក៏ដោយក៏ពុំអាចសម្រេចលទ្ធផលបំផ្លាញរូបចម្លាក់ទាំងពីរដែលស្ថិតនៅក្រោមដើមឈើមួយហើយដែលព័ទ្ធជុំវិញទៅដោយព្រៃព្រឹក្សាដ៏ក្រាស់ឃ្មឹកមួយដោយមិនធ្វើឲ្យប៉ះពាល់ដល់បរិវេណជុំវិញទីនោះឡើយតើមានផលប្រយោជន៍អ្វីដែលពួកអាមេរិកកាំងកំទេចរូបចម្លាក់ទាំងពីរដែលគ្មានតម្លៃផ្នែកបុរាណវិទ្យាក្នុងពេលដែលប្រាសាទបាយ័នដ៏ធំស្កឹមស្កៃនាសតវត្សទី12នៅឈរជ្រងោមិនដល់100ម៉ែត្រផងនោះក្នុងទីក្រុងសៀមរាបខ្ញុំធ្លាប់បានកសាងវិហារតូចមួយតាមរចនាបថសម័យអង្គរដើម្បីជាជម្រកសម្រាប់ព្រះពុទ្ធបដិមានៃសម័យក្រោយអង្គរប្រហែលសតវត្សទី15ដ៏គួរឲ្យគោរពមួយចំនួនតូចដែលធ្វើអំពីឈើសពថ្ងៃព្រះវិហារនេះបានត្រូវគេកំទេចរៀបដល់ដីហើយវត្ថុដែលមានតម្លៃទាំងអស់បានបាត់បង់លើទីកន្លែងនោះគេឃើញច្បារដាំបន្លែមួយទៅវិញខ្ញុំបានយាងទៅធ្វើទស្សនកិច្ចនៅតាមប្រាសាទផ្សេងទៀតជាច្រើនទាំងវងតូចទាំងវងធំផ្លូវថ្នល់ដែលមានតាំងពីសម័យសីហនុនៅមានសភាពល្អបង្គួរលើកលែងតែស្នាមកាត់ផ្ដាច់មួយចំនួនតូចដែលជាស្នាដៃពួកខ្មែរក្រហមក្នុងរយៈពេលនៃការធ្វើសង្គ្រាមកម្មាភិបាលខ្មែរក្រហមបានឲ្យគេបញ្ឈប់រថយន្តខ្ញុំពីមុខស្នាមកាត់ផ្ដាច់ដែលមានតាំងពីយូរយារមកហើយទាំងនោះហើយដែលគេត្រូវឲ្យខ្ញុំស្ងើកសរសើរយ៉ាងយូរពីព្រោះគឺសុទ្ធតែជាលេនដ្ឋាននៃវីរភាពរបស់ខ្មែរក្រហមប្រឈមមុខទល់នឹងកងទ័ពរបស់លន់ ណុលតែថាដើម្បីកុំឲ្យគេដៀលថ្មេះប្រវត្តិសាស្ត្រគេត្រូវទទួលស្គាល់ថានៅឆ្នាំ1970 71និង72ពួកសម្ព័ន្ធមិត្តវៀតណាមបានជួយជ្រោមជ្រែងក្នុងការរំដោះប្រទេសជាតិដែលជាកត្តាសម្រេចកំណត់មួយដែរបន្ទាប់មកបានជួយការពារអង្គរទៀតដោយការគួសមពួកនាយទាហាននិងពួកកងទ័ពវៀតណាមបានរៀបចំខ្លួនថតរូបនៅមុខប្រាសាទអង្គរវត្តដោយក្រុមសមាជិកនៃសាលាចុងបូព៌ាប្រទេសរបស់បារាំងដែលទទួលបន្ទុកការងារអភិរក្សនិងការជួសជុលប្រាសាទនានានៅអង្គរឡើងវិញរូបថតទាំងនេះត្រូវបានបោះពុម្ពផ្សាយនៅសម័យនោះក្នុងបណ្ដាកាសែតនិងទស្សនាវដ្តីខ្លះនៃលោកសេរីដើម្បីបង្ហាញឲ្យឃើញថាសង្គ្រាមដែលនាំមុខប្រឆាំងនឹងលន់ ណុលពុំមែនមានតែការងើបបះបោរមួយរបស់ប្រជារាស្ត្រខ្មែរទេនៅទីបំផុតពួកខ្មែរក្រហមបានរៀបចំខ្លួនចាក់ចេញពីអង្គរជាប្រញាប់ដោយភ័យខ្លាចហើយកងទ័ពរបស់វៀតណាមនិងក្រុមសាលាចុងបូព៌ាប្រទេសរបស់បារាំងត្រូវគេចាត់ទុកជាចារៈបុរសធ្វើការឲ្យពួកចក្រពត្តិនិយមអាមេរិកកាំងចំពោះរឿងនេះកម្មាភិបាលខ្មែរក្រហមបានរៀបរាប់ទូលខ្ញុំពីឈុតផ្ដាច់ព្រាត់ដ៏រំជើបរំជួលមួយរវាងកម្មាភិបាលខ្មែរក្រហមខ្លះនិងអ្នកប្រាជ្ញបារាំងលោក Bernard Groslier អ្នកអភិរក្សអង្គរផងដែរម្យ៉ាងទៀតពួកខ្មែរក្រហមបានកម្ចាត់ចោលលោក Groslier និងក្រុមរបស់គាត់យ៉ាងកំរោលហើយពួកនេះក៏បានកម្ចាត់ប្រជាជនខ្មែរមួយចំនួនដែលប្រើប្រាស់ដោយលោក Groslier ចោលដែរដោយចោទប្រកាន់ថាជាអ្នកឆ្លូបយកការសម្ងាត់បន្ទាប់ពីការចាក់ចេញរបស់លោក Groslier និងក្រុមបារាំងខ្មែររបស់គាត់ប្រាសាទទាំងអស់នៅអង្គរបានត្រូវគេបោះបង់ចោលជាថ្មីម្ដងទៀតស្មៅនិងរុក្ខជាតិបានចាប់ផ្ដើមទន្ទ្រានប្រាសាទនានាដែលទើបនឹងជួសជុលហើយថ្មីរដូវភ្លៀងបានចាប់ផ្ដើមធ្លាក់ហូរច្រោះដីនិងធ្វើឲ្យរង្គោះរង្គើដល់គ្រឹះនៃប្រាសាទទាំងនោះថែមទៀតខ្ញុំបានមកទតប្រាសាទបន្ទាយស្រីជាថ្មីរូបចម្លាក់ល្អិតនិងថ្មភក់ពណ៌ផ្កាឈូកបានធ្វើឲ្យប្រាសាទនេះទៅជារតនវត្ថុដ៏ល្អស្រស់ជាងគេនៅអង្គរតែត្រូវមេរោគម្យ៉ាងរាតត្បាតដោយគ្មានប្រណីដើម្បីប្រឆាំងនឹងពួកមេរោគនេះអ្នកប្រាជ្ញ Bernard Groslier បានរកឃើញសារជាតិសម្រាប់មេរោគមួយដែលនេះ
ជាការទប់ស្កាត់មួយយ៉ាងល្អប្រសើរពេលនេះសារជាតិសម្រាប់មេរោគនោះគឺគ្មានឃើញទាល់តែសោះដែលធ្វើឲ្យពួកមេរោគកើតមានយ៉ាងខ្លាំងក្លាជាងពេលណាទាំងអស់ថ្មដែលមានពណ៌ផ្កាឈូកនិងរូបចម្លាក់ដែលមិនអាចប្រៀបផ្ទឹមបានរបស់បន្ទាយស្រីជាប្រាសាទដែលខ្ញុំស្រឡាញ់ជាងគេបានប្រែក្លាយទៅជាខ្មៅដូចធ្យូងនៅតាមផ្នែកដ៏ល្អមួយនៃប្រាសាទផ្នែកដែលនៅសល់និងអន្តរាយដូចគ្នាក្នុងអនាគតមួយយូរឬឆាប់ដែលនឹងមកដល់នៅពេលខាងមុខនៅទីក្បែរខាងប្រាសាទអង្គរវត្តមានភោជនីយគារបឹងហ្គាឡូមួយចំនួនធំដែលប្រមូលផ្ដុំទៅជាផ្ទះសំណាក់មួយមានបម្រើបាយទឹកនិងបន្ទប់ដេកតាំងពីសម័យសីហនុម្លេះពួកអ្នកទេសចរអង់ក្លូសាក់សុងស្រឡាញ់ចូលចិត្តផ្ទះសំណាក់នេះណាស់ពីព្រោះពួកគេអាចសម្លឹងមើលប្រាសាទអង្គរវត្តនិងស្រះដើមឈូកពីបន្ទប់ដេករបស់គេនិងពីបន្ទប់ទទួលទានអាហារបានផ្ទះសំណាក់ទាំងនេះបានត្រូវបំផ្លាញឲ្យវិនាសអស់ដោយសារតែសង្គ្រាមចំណែកដើមឈូកវិញគឺត្រូវបានជំនួសដោយខ្មោចទាហានរបស់លន់ នល់ជាង100នាក់ដែលមានខ្លួនប្រាណស្អុយរលួយលាយឡំនឹងភក់នៅបាតស្រះនិងបានបើកដៃឲ្យពួកខ្មែរក្រហមប្រើធ្វើជាជីលេខ1ដើម្បីធ្វើឲ្យទិន្នផលផ្នែកកសិកម្មរបស់ខ្លួនដែលគេអួតថាកែប្រែតាមរបៀបថ្មីនោះទទួលបានផលប្រសើរលើសពីពេលមុនទៅទៀតមិនឆ្ងាយប៉ុន្មានពីខ្មោច Uberg the Temple គេឃើញគ្រោងឆ្អឹងនៃសន្តាគារប្រណិតមួយដែលក្រុមហ៊ុនអាកាសចរបារាំងបានកសាងឡើងប្រហែលនៅចុងទសវត្សរ៍60តាមពាក្យសុំរបស់ខ្ញុំនៅខែមេសាឆ្នាំ1970ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជាត្រូវធ្វើពិធីសម្ពោធសន្តាគារដ៏ឆើតឆាយនេះយ៉ាងអធិកអធមបំផុតដែលនឹងផ្ដល់ឲ្យផ្នែកទេសចរខ្មែរនៅកេរ្តិ៍ឈ្មោះមួយយ៉ាងពិសេសនាយករដ្ឋមន្ត្រីរបស់ខ្ញុំនាពេលនោះគឺលោកឧត្តមសេនីយ៍ លន់ នល់បានសម្រេចចិត្តក្នុងរឿងនេះតាមបែបផ្សេងទៅវិញគាត់បានបញ្ឈប់សន្ទុះនៃការរីកលូតលាស់របស់ទេសចរជាតិយ៉ាងដាច់ស្រឡះនិងចំណាយពេលវេលាធ្វើចម្បាំងទល់នឹងពួកវៀតណាមនិងពួកខ្មែរក្រហមវិញដូច្នេះសន្តាគាររបស់ក្រុមហ៊ុនអាកាសចរបារាំងដ៏ធំស្កឹមស្កៃនិងដ៏មានផាសុកភាពបំផុតត្រូវរលំបាក់បែកឡើងរាបដល់ដីទាំងស្រុងដោយសារសង្គ្រាមដែលគ្មានប្រណីមេត្តាអមដំណើរដោយលោកប៉ែននុតខៀវសំផនមហេសីខ្ញុំនិងលោកជំទាវប៉ែននុតខ្ញុំបានយាងត្រួតពិនិត្យមើលសាកសពនៃសន្តាគារនេះដែលពេលកន្លងមកមិនយូរប៉ុន្មានខ្ញុំមានប្រាថ្នាយ៉ាងមុតមមឲ្យគេរៀបចំក្បាច់ក្បូរលម្អមានរាងជាផ្កាក្នុងការបំពាក់សម្ភារៈបរិក្ខារសម្រាប់សន្តាគារនៅប្រទេសកម្ពុជាដែរសន្តាគារនេះមិនអាចជួសជុលឡើងវិញបានឡើយខ្ញុំបានសួរទៅខៀវសំផនថាតើគាត់ត្រូវធ្វើអ្វីខ្លះជាមួយសន្តាគារនេះគាត់បានទូលឆ្លើយមកខ្ញុំថាគ្មានធ្វើអ្វីទាំងអស់